មកដាក់សឹងតែពាក់កណ្ដាលផ្លូវអស់ទៅហើយសួរថាបើកបរតាមផ្លូវណាទៅវិញប្រិមិត្តបាទទស្សនិកជនមិនចម្លើយនោះទេបាននៅជុំវិញផ្សារចិនស្ថិតនៅសង្កាត់តលេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញរថយន្តជនជាតិចិនចតនៅលើផ្លូវយ៉ាងអនាធិបតេយ្យហាក់បីដូចជាមិនខ្វាយខ្វល់អំពីច្បាប់ចរាចរណ៍តរតែសោះប្រិមត្តបើដាក់អញ្ចឹងសាជីនៅកណ្ដាលផ្លូវអញ្ចឹងសួរថាតើផ្លូវសម្រាប់បើកបរផ្លូវសាធារណៈរបស់រដ្ឋទេចុះហេតុអីបានរថយន្តជនជាតិចិនបានឈប់យ៉ាងអនាធិបតេយ្យនៅលើបោផ្លូវបង្កជាការកកស្ទះនេះបើសិនជាបើមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងអ្នកណាអ្នកទទួលខុសត្រូវជាចុងក្រោយស្នើសុំទៅលោកអភិបាលខណ្ឌចំការមនរួមទាំងសម្ដាប់ធ្នាប់ក្រុងមេត្តាចុះជួយត្រួតពិនិត្យនៅជុំវិញផ្សារចិនស្ថិតនៅសង្កាត់តលេបាសាក់ខណ្ឌចំការមនកុំឲ្យរថយន្តទាំងអស់នេះឈប់យ៉ាងអនាធិបតេយ្យគ្មានសម្ដាប់ធ្នាប់ត្រឹមត្រូវតតែសោះពីព្រោះផ្លូវនេះភ្ញៀវជាតិអន្តរជាតិធ្វើដំណើរហាក់បីដូចជាពិបាកមើលបង្កជាការកកស្ទះសឹងជារៀងរាល់ថ្ងៃផងដែរបាទប្រិមិត្តយើងនឹងតាមដានមើលក្រោយបើធ្វើការផ្សព្វផ្សាយជូនដំណឹងទៅអាជ្ញាធរនិងសម្ដាប់ធ្នាប់ក្រុងមេត្តាចុះជួយរៀបចំសម្ដាប់ធ្នាប់នៅជុំវិញបាទផ្សារចិនស្ថិតនៅសង្កាត់តលេបាសាក់ខណ្ឌចំការមនដោយក្តីអនុគ្រោះផងដែរ